មេដឹកនាំអេស្ប៉ាញបាននិយាយរិះគន់ធ្ងន់ធ្ងរថាភ្លើងសង្គ្រាមនៅមជ្ឈិមបូព៌ាដុតបញ្ឆេះដោយសហរដ្ឋអាមេរិកនិងអ៊ីស្រាអែលរួមដៃគ្នាវាយប្រហារលើអ៊ីរ៉ង់បានបង្ហាញពីសេណារីយ៉ូដ៏អាក្រក់ខ្លាំងជាងសង្គ្រាមឈ្លានពានអ៊ីរ៉ាក់ក្នុងឆ្នាំ2000ទៅទៀតសម្ដីឌឺដងនេះធ្វើឡើងបន្ទាប់ពីអេស្ប៉ាញបានបដិសេធមិនឲ្យអាមេរិកប្រើប្រាស់មូលដ្ឋានយោធារបស់ខ្លួនដើម្បីវាយប្រហារលើអ៊ីរ៉ង់ទោះបីជាលោកប្រធានាធិបតី Donald Trump បានគំរាមកំហែងកាត់ផ្តាច់ទំនាក់ទំនងពាណិជ្ជកម្មទាំងអស់ជាមួយអេស្ប៉ាញក៏ដោយបើតាម AFP នាយករដ្ឋមន្ត្រីអេស្ប៉ាញលោក Pedro Sanchez បានប្រាប់សភាកាលពីថ្ងៃពុធថាការឈ្លានពានបរាជ័យរបស់អាមេរិកលើអ៊ីរ៉ាក់ក្នុងឆ្នាំ2003បានធ្វើឲ្យជីវិតប្រជាជនសាមញ្ញកាន់តែអាក្រក់ទៅពិសេសការហក់ឡើងខ្លាំងនៃតម្លៃប្រេងឥន្ធនៈគ្រឿងទេសវិបត្តិជនចំណាក់ស្រុកនិងការវាយប្រហាររបស់ពួកជីហាត់នៃអឺរ៉ុបហើយឥឡូវនេះការវាយប្រហាររបស់អាមេរិកលើអ៊ីរ៉ង់ក៏កំពុងបង្កផលប៉ះពាល់សេដ្ឋកិច្ចស្រដៀងគ្នាសម្រាប់មនុស្សរាប់លានអ្នកទូទាំងពិភពលោកផងដែរលោកថាលើកនេះវាជាសង្គ្រាមមិនសមហេតុផលនិងខុសច្បាប់ជាសង្គ្រាមដ៏ឃោរឃៅមួយដែលធ្វើឲ្យយើងថយក្រោយពីការសម្រេចគោលដៅសេដ្ឋកិច្ចសង្គមនិងបរិស្ថានរបស់យើងមេដឹកនាំអេស្ប៉ាញរូបនេះបានសង្កត់ធ្ងន់ថាវាមិនយុត្តិធម៌ទេដែលអ្នកខ្លះបានដុតបំផ្លាញពិភពលោកតែបែរជាអ្នកផ្សេងទៀតទទួលរងផ្សែងភេទទៅវិញវាមិនត្រឹមត្រូវទេដែលជនជាតិអេស្ប៉ាញនិងជនជាតិអឺរ៉ុបដទៃទៀតគួរតែចំណាយលុយពីហោប៉ៅផ្ទាល់ខ្លួនសម្រាប់សង្គ្រាមខុសច្បាប់នេះសម្ដីផ្លែផ្ការបស់លោក Sanchez ធ្វើឡើងស្របពេលដែលរដ្ឋាភិបាលរបស់លោកបានអនុម័តកាលពីសប្តាហ៍មុននៅកញ្ចប់ថវិកាទំហំ $5.8 ពាន់លានក្នុងគោលបំណងកាត់បន្ថយផលប៉ះពាល់សេដ្ឋកិច្ចបង្កពីសង្គ្រាមមជ្ឈិមបូព៌ារួមមានទាំងការកាត់បន្ថយពន្ធលើប្រេងឥន្ធនៈ